នេះលោកគ្រូណែនាំពីរបៀបចូលថ្នាល PLP អញ្ចឹងជាធម្មតាលោកគ្រូតែងតែផ្ញើ link ចូលទៅក្នុង Telegram របស់បងប្អូនទាំងអស់គ្នាណាអញ្ចឹងដូចជារបស់លក្ខណៈនេះលោកគ្រូផ្ញើចូលទៅអញ្ចឹងបាទយើងចុចលើ link ហ្នឹងមកតែយើងមុននឹងចូល link ខាងក្រោមយើង save QR code នេះសិនបាទយើង save ទៅចុចឲ្យលើនេះមកហើយយើងចុចសញ្ញាពូនចុះក្រោមនេះមកបាទបន្ទាប់មកវា save ចូលក្នុងទូរស័ព្ទយើងស្វ័យប្រវត្តិហើយបាទហើយយើងថយវាវិញមកឥឡូវយើង save ហើយឥឡូវយើងចូលកន្លែងថ្នាលបឋម PLP បាទយើងចុចពាក្យថ្នាលហ្នឹងមួយមកបាទបន្ទាប់មកយើងយកពាក្យថាសិស្សបាទហើយបន្ទាប់មកយើងជ្រើសរើសស្រេចទៅចិត្តយើងជ្រើសរើសយើងចង់ចូលកន្លែងរៀនក៏បានខាងលើរៀនខាងក្រោមតេស្តសម្រាប់ប្រឡងឥឡូវលោកគ្រូចូលកន្លែងប្រឡងហ្មងទៅបាទបន្ទាប់មកយើងយកពាក្យថាចូលប្រើ QR code នេះខាងក្រោមនេះចូលប្រើ QR code នេះចុចលើវាមកបាទហើយជ្រើសរើស QR code យើងចុចលើហ្នឹងមកតោះមកយើងជ្រើសរើស QR code ដែលយើងបាន save ទុកមិញហ្នឹងបាទនេះហើយគឺលក្ខណៈបាទនេះគឺវាចូលមកអញ្ចឹងយើងអាចចូលប្រឡងបានយើងចង់ប្រឡងអីប្រឡងទៅឥឡូវហើយតែប៉ុណ្្នឹងឯងណាពេលយើងប្រឡងចប់យើងស្នើគេទៅហើយបើយើងចង់ដឹងថាបងអូនខ្លះសួរណាចង់ដឹងថាយើងជាប់យើងចុចកន្លែងនេះពេលយើងប្រឡងហើយយើងចុចកន្លែងរូបពៀននេះចុចកន្លែងរូបពៀនហ្នឹងមកបាទហើយអូនឯងមើលកន្លែងនេះទីរូបពៀនហើយនេះមួយទីរូបដូចសភៅនេះចុចលើហ្នឹងមកប៉ុចបាទมันតាន់មានដោយសារតែលក្ខណៈគាត់អត់តាន់ប្រឡងអញ្ចឹងអ្នកដែលប្រឡងជាប់អត់មានមានថាតើឲ្យទោះបីជាយើងបានប្រឡងក៏ដោយតែបើយើងប្រឡងអត់ជាប់គឺវាអត់មានទេតែនេះតើប្រឡងជាប់អញ្ចឹងតែប៉ុណ្្នឹងឯងណាអញ្ចឹងយើងអនុវត្តទាំងអស់គ្នាទៅតេស្តសមត្ថភាពយើងមើលតើយើងអាចធ្វើបានប្រមាណ